សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមវ៉ាងយីរដ្ឋមន្ត្រីក្រសួងការបរទេសនិងឯកឧត្តមនាយឧត្តមនាវីតុងជុនរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិននារសៀលថ្ងៃទី22ខែមេសាឆ្នាំ2026នៅវិមានសន្តិភាពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតជូនឯកឧត្តមវ៉ាងយីរដ្ឋមន្ត្រីក្រសួងការបរទេសនិងឯកឧត្តមនាយឧត្តមនាវីតុងជុនរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិនចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារក្នុងឱកាសដែលរដ្ឋមន្ត្រីទាំងពីរអញ្ជើញចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី1នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ 2+2 រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិកម្ពុជាចិនចាប់ពីថ្ងៃទី22ដល់ថ្ងៃទី23ខែមេសាឆ្នាំ2026នៅរាជធានីភ្នំពេញឯកឧត្តមវ៉ាងយីនិងឯកឧត្តមនាយឧត្តមនាវីតុងជុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់កម្ពុជាព្រមទាំងបានពំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមស៊ីជីងពីងប្រធានាធិបតីនិងឯកឧត្តមលីឈៀងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនជូនចំពោះសម្ដេចធិបតីឯកឧត្តមវ៉ាងយីបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយធម្មវន្តរបស់កម្ពុជាឯកឧត្តមក៏បានអបអរសាទរសម្ដេចធិបតីដែលបានដឹកនាំប្រទេសឲ្យសម្រេចបាននូវសន្ទុះអភិវឌ្ឍលើគ្រប់វិស័យជាមួយគ្នានេះឯកឧត្តមបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំនិងយូរអង្វែងដែលបានឈានដល់កម្រិតនៃការកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីឯកឧត្តមវ៉ាងយីបានគូសបញ្ជាក់ថាការអញ្ជើញចូលរួមរបស់ឯកឧត្តមនិងឯកឧត្តមនាយឧត្តមនាវីតុងជុនក្នុងយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ 2+2 នាពេលនេះគឺជាការអនុវត្តតាមស្មារតីកុងសង្ស៊ីរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដើម្បីជំរុញការអភិវឌ្ឍការលើកកម្ពស់ជីវភាពប្រជាជននិងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀតសម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមវ៉ាងយីនិងឯកឧត្តមនាយឧត្តមនាវីតុងជុននិងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះសម្ដេចធិបតីក៏បានផ្ដាំផ្ញើនៅការសាកសួរសុខទុក្ខជូនចំពោះឯកឧត្តមប្រធានាធិបតីស៊ីជីងពីងនិងឯកឧត្តមនាយករដ្ឋមន្ត្រីលីឈៀងសម្ដេចធិបតីបានអបអរសាទរសមិទ្ធផលដ៏អស្ចារ្យដែលប្រទេសចិនសម្រេចបានព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិនដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការថែទាំព្យាបាលព្រះរោគនិងផ្ដល់បដិសណ្ឋារកិច្ចកក់ក្ដៅថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាមួយគ្នានេះសម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងជាមិត្តដៃថែបព្រមទាំងបាននឹងកំពុងខិតខំកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីសម្ដេចធិបតីបានគូសរំលេចជាថ្មីនូវការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតសម្ដេចធិបតីក៏បានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់ឥតងាករេរបស់កម្ពុជានៅគោលការណ៍ចិនមួយនិងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនចិនដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជានិងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាសម្ដេចធិបតីនិងឯកឧត្តមវ៉ាងយីរួមជាមួយឯកឧត្តមនាយឧត្តមនាវីតុងជុនបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាននយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគការពារជាតិនិងសន្តិសុខធម្មពលស្អាតការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងកសិកម្មជាដើមសម្ដេចធិបតីនិងឯកឧត្តមវ៉ាងយីនិងឯកឧត្តមនាយឧត្តមនាវីតុងជុនក៏បានបន្តផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិសម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមវ៉ាងយីឯកឧត្តមនាយឧត្តមនាវីតុងជុននិងគណៈប្រតិភូអំពីការវិវត្តថ្មីនៃស្ថានភាពព្រំដែនកម្ពុជាថៃនិងបានបញ្ជាក់សារជាថ្មីនៅជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនិងអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងកម្ពុជានិងថៃរាជធានីភ្នំពេញថ្ងៃពុធ6កើតខែពិសាខឆ្នាំមមីអត្តសពុទ្ធសករាជ2569
ត្រូវនឹងថ្ងៃទី22 ខែមេសា ឆ្នាំ2026